ច្រៀងជូនអស់លោកអ្នកនាងនៅបទមួយដែលមានចំណងយើងថាស្រមោលស្នេហ៍ខ្ញុំជាពិសេសនាងកញ្ញាមូនីដាបានសារភាពថាគឺពិតជាស្រមោលស្នេហ៍របស់នាងមែនដូច្នេះនាងនឹងមកជូនអស់លោកអ្នកនាងដូចតទៅនេះវិច្រាយើងមិនគួរមូនីដាឯងយល់ច្រឡំហើយយើងនឹងបងវិចិត្រគ្មានការតាក់ទងនឹងគ្នាទេ
យើងទាំងពីរនាក់មិនបានស្រឡាញ់គ្នាទេនិចរាប្រកបជាអញ្ចឹងមែនណាយើងមិនអាចនិយាយប្រាប់ឯងបានថាតើសេចក្តីសប្បាយរបស់យើងមានដល់កម្រិតណាទេចាប់តាំងពីយើងបានជួបគ្នាគ្រាដំបូងសេចក្តីសប្បាយរបស់យើងវិញ្ញាបាត់បង់អស់ដោយយើងនឹកស្មានថាគេជាសង្សាររបស់ឯងក៏ប៉ុន្តែទីបំផុតវាមិនដូចជាការស្មានរបស់យើងសោះក្នុងជាតិនេះបើប្រសិនជាយើងមិនបានជួបគេទេយើងប្រកបជានឹងវិចារណាមិនក៏ឯងមិននិយាយវិចារណាឯងកើតអីហ្នឹងមិនបានជាឯងយំយើងព្រោះហើយសប្បាយតែឃើញឯងបានជួបនៅសុភមង្គលយើងក៏សង្ឃឹមថាថ្ងៃណាមួយឯងគង់តែបានជួបសុភមង្គលជាមិនខានណាអរគុណឯងច្រើនមិនបាច់ជូនយើងទេបានហើយ